Bà sự đây với bong phôn nè mong chết pin đạp ấy cứនៅវាស្រែឡើយទេបាទគឺយើងប្រកាត់ភ្លើងបាទនោះគឺបងខ្ញុំគឺគាត់ដាក់កុំឲ្យមូសខាំបាទពួកម៉ែបងបាទជំរាបសួរពុកម៉ែបងប្អូនអង្គមីនីតាទាំងអស់គ្នាឲ្យបានដឹងថាបាទថ្ងៃនេះដែរគឺយើងចាប់ផ្ដើមចូលស្រូវទៀតហើយបាទពុកម៉ែបងប្អូនជីពីគ្រប់ស្រូវរំដួលឆ្នាំនេះគឺតែមូលល្អស្អាតខ្លាំងមែនទែនតែម្ដងបាទពុកម៉ែបងប្អូនបាទថ្ងៃនេះគឺយើងច្រូតបាទយើងច្រូតកាត់ថ្ងៃទៅគឺមិនជិះផុតពីយប់ទេបាទពុកម៉ែបងប្អូនបាទគឺជារៀងរាល់ឆ្នាំតែម្ដងបាទពុកម៉ែបងប្អូនចូលកន្លែងស្រែហ្នឹងគឺត្រូវទៅដល់យប់ទាំងម៉ោងហើយសម្រាប់ខ្ញុំថ្ងៃនេះគឺអស់ដៃអស់ជើងដែរពុកម៉ែបងប្អូនត្រូវច្រើនដែរអញ្ចឹងណាបាទឥឡូវគឺយើងបានច្រូតមកដល់ខ្ទង់ប្រហែលជាម៉ោង9យប់10យប់ហើយពុកម៉ែបងប្អូនយើងក៏ហ្នឹងហើយពុកម៉ែបងប្អូនទិដ្ឋភាពបែបស្រុកស្រែយើងមានបកាត់ភ្លើងមានអីអាំងបែបអីសក់បែបស្រុកស្រែអញ្ចឹងណាពុកម៉ែបងប្អូនហើយស្រាប់តែឃើញថាម៉ោងជិតដល់10ហើយម៉ាស៊ីនច្រូតរបស់យើងក៏ខូចបាទពុកម៉ែបងប្អូនម៉ាស៊ីនច្រូតរបស់យើងខូចហើយឥឡូវយើងកំពុងតែហៅចាំមើលម៉ាស៊ីនខូចហ្នឹងធ្វើគ្រាន់អត់អីអត់អញ្ចឹងណាពុកម៉ែបងប្អូនបាទម៉ាស៊ីនយើងក៏ស្រាប់តែច្រូតទៅក៏វាដាច់ចង្វាក់តែម្ដងបាទដាច់ចង្វាក់នៅខាងមុខបាទពុកម៉ែបងប្អូនហើយក៏អាណិតទៅដល់ម្ចាស់ម៉ាស៊ីនដែរពុកម៉ែបងប្អូនអើយគឺខំញាប់ដៃញាប់ជើងជួយធ្វើម៉ាស៊ីនហើយយើងអ្នកដឹកស្រូវក៏គាត់ចេះតែដឹកបន្តដែរបាទពុកម៉ែបងប្អូនហើយសម្រាប់ពួកខ្ញុំនេះក៏នាំគ្នានៅអង្គុយចាំស្រូវនឹងបាទពុកម៉ែបងប្អូនអង្គុយចាំស្រូវរហូតដល់ជប់ជ្រៅខ្លាំងមែនទែនតែម្ដងរាល់ពីត្រីនេះហើយបើនិយាយពីនៅស្រុកស្រែអត់ឆ្ងាត់ទេពុកម៉ែបងប្អូនបាទអត់ឆ្ងាត់ទេបាទហើយឥឡូវក៏ខាងម៉ាស៊ីននេះក៏ទៅចាប់បាទក៏ទៅចាប់ត្រីចាប់កង្កែបអញ្ចឹងណាពុកម៉ែបងប្អូនបានមកក៏យកមកបកាត់ភ្លើងមកដាក់ដុតដាក់អាំងអីអញ្ចឹងទៅសបាយបែបពូគាត់អីអញ្ចឹងទៅហើយក៏មិនយូរប្រហែលទេពុកម៉ែបងប្អូននៅក្នុងព្រៃហ្នឹងឆ្ងាត់តិចដែរហើយបាទព្រោះថាអ្នកច្រូតនៅចិត្តនេះគឺគាត់ទៅផ្ទះអស់ហើយពុកម៉ែបងប្អូនព្រោះយើងដល់ជប់ជ្រៅខ្លាំងដែរហើយម៉ាស៊ីនរបស់យើងក៏មិនយូរប្រហែលក៏ធ្វើឲ្យរួចរាល់យើងក៏បន្តចូលផាច់ខ្ទង់ជាងមហាត់ទេពុកម៉ែបងប្អូនយើងទៅផ្ទះបាទហើយសម្រាប់ត្រីនេះគឺពេលដែលយើងត្រឡប់មកដល់ផ្ទះហ្នឹងគឺម៉ោង1យប់តែម្ដងបាទពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនអើយជីវិតអ្នកស្រែយើងតែប៉ុណ្្នឹងហើយសំខាន់ឲ្យតែស្រូវបានថ្លៃទៅអាចនឹងចំណេញឬមួយក៏រួចខ្លួនទៅសុបាយចិត្តណាស់ហើយសម្រាប់ត្រីយប់នេះផងដែរបាទនៅខាងគុំត្រាត់ជុំខាងយើងនេះបាទគុំត្រាត់ជុំស្រុកខេត្តពោធិ៍សាត់គឺស្រូវរបស់យើងលក់បានតែ930ទេបាទពុកម៉ែបងប្អូន1គីឡូបានតែ930ទេបាទហើយមើលជីវិតអ្នកស្រីទៅរឿងហត់លំបាកអីតិចដែរណាពុកម៉ែបងប្អូនចឹងមិនសិនជាអាចទេពុកម៉ែបងប្អូនមិនសិនជាស្រូវបានរឿងឡើងថ្លៃទីក៏ពួកយើងក៏អន់អដែរបាទនៅវីដេអូមានតែប៉ុណ្ណឹងជាចុងក្រោយក៏សូមគោរពជូនពរពុកម៉ែបងប្អូនអ្នកទស្សនាបាទរកទទួលទានមានបានហើយអ្នកដែលទៅជោគស្រូវជូនពរឲ្យស្រូវឡើងថ្លៃទាំងអស់គ្នាហេងអរគុណច្រើនគោរពលា